តើអ្នកឲ្យតម្លៃនគររបស់ព្រះប៉ុណ្ណាដែរអត្ថបទថ្ងៃនេះនៅក្នុងព្រះគម្ពីរម៉ាថាយជំពូកទី13ខ44ខ្ញុំសូមអានជូនមួយទៀតនគរឋានសួគ៌ក៏ប្រៀបដូចជាកំណប់កប់ទុកក្នុងចម្ការដែលកាលណាមនុស្សម្នាក់បានឃើញនោះក៏លាក់ទុករួចចេញទៅលក់របស់ទ្រព្យខ្លួនទាំងអស់ដោយអំណរដើម្បីនឹងទិញចម្ការនោះបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនដឹងថាមានដីមួយដែលនៅក្រោមដីនឹងមានមាសមានទ្រព្យសម្បត្តិច្រើនមែនទែនហើយគេលក់ដីនោះជាស្តង់ដារតម្លៃធម្មតាមួយហើយបងប្អូនដឹងថាមានទ្រព្យសម្បត្តិក្នុងខ្លាំងមែនទេខ្ញុំជឿថាបងប្អូននឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីទៅទិញយកដីដែលមានតម្លៃមហាសាលព្រះរាជឬក៏នគររបស់ព្រះមានតម្លៃលើសកំណប់ទ្រព្យនៅផែនដីទាំងមូលបងប្អូនបរិះម្នាក់នេះនៅក្នុងអត្ថបទរបស់យើងបានលក់អ្វីគ្រប់យ៉ាងប៉ុន្តែមិនគាត់ខាតទេគាត់លក់ដោយគាត់ខាតទេណាគាត់លក់ក្នុងព្រះគម្ពីរបាននិយាយថាដោយអំណរពីព្រោះអ្វីពីព្រោះគាត់ដឹងថាគាត់នឹងបានអ្វីមួយយ៉ាងពិសេសយ៉ាងមានតម្លៃប្រៀបផ្ទឹមជាមួយនឹងការលះបង់របស់គាត់ឬក៏បាត់បង់របស់គាត់នឹងបានរបស់ដ៏អស្ចារ្យរបស់ដែលមានតម្លៃបងប្អូនមេរៀននៅទីនេះសម្រាប់យើងគឺពេលដែលយើងឃើញព្រះយេស៊ូវមានន័យថាយើងរកឃើញជីវិតដ៏ពិតការអត់ទោសអំណរដ៏ស្ថិតស្ថេរនិងសេចក្តីសង្ឃឹមដ៏អស្ចារ្យជានិច្ចគ្មានទ្រព្យសម្បត្តិកិត្តិយសឬភាពជោគជ័យណាមួយអាចប្រៀបធៀបនឹងការស្គាល់ព្រះបានឡើយពេលខ្លះការដើរតាមព្រះយេស៊ូវឲ្យយើងបោះបង់ពេលវេលាខ្លះពេលខ្លះឲ្យយើងបាត់ផាសុកភាពពេលខ្លះយើងបាត់របស់ខ្លះប៉ុន្តែអ្វីដែលយើងទទួលពីព្រះមកវិញមានតម្លៃអស្ចារ្យជានិច្ចសំណួរចង់ឲ្យបងប្អូនបានដឹងថ្ងៃនេះយល់ទៅគិតតើព្រះយេស៊ូវជាកំណប់ដ៏មានតម្លៃបំផុតក្នុងជីវិតរបស់បងប្អូនដែរទេសំណួរទី1ហើយសំណួរទី2តើអ្វីដែលមានតម្លៃសម្រាប់បងប្អូននិងខ្ញុំជាងព្រះយេស៊ូវថ្ងៃនេះបងប្អូនសូមជ្រើសរើសព្រះយេស៊ូវជាកំណប់ដ៏ធំបំផុតសម្រាប់ជីវិតរបស់យើងពេលដែលយើងឲ្យតម្លៃព្រះជាមុននោះអ្វីផ្សេងទៀតនឹងមកតាមលំដាប់បងប្អូនទាំងអស់គ្នាកំណប់ដ៏ពិតមិនមែនពុករលួយមិនមែនបាត់បង់ទេកំណប់ដ៏ពិតគឺស្គាល់ព្រះយេស៊ូវនិងការរស់នៅក្នុងព្រះរាជរបស់ទ្រង់សូមព្រះប្រទានពរដល់អ្នកគ្នា